ជូមជំពូក33ព្រះអង្គម្ចាស់មានព្រះបន្ទូលតាមរយៈទុក្ខលំបាកលោកជូមអើយសូមស្ដាប់សេចក្តីដែលខ្ញុំថ្លែងនៅពេលនេះចុះសូមត្រង់ត្រាប់ស្ដាប់ពាក្យទាំងប៉ុន្មានរបស់ខ្ញុំរៀបរាប់ពាក្យសម្ដីដែលត្រៀមខ្លួនជាស្រេចប្រុងនឹងនិជ័យខ្ញុំនឹងថ្លែងដោយស្បោះអស់ពីចិត្តខ្ញុំនឹងនិជ័យដោយសេចក្តីពិតទាំងស្រុងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានសូនខ្ញុំឡើងខ្យល់ដង្ហើមរបស់ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតធ្វើឲ្យខ្ញុំរស់រានមានជីវិតសូមឆ្លើយមកខ្ញុំចុះបើលោកអាចឆ្លើយបានសូមរកហេតុផលតទល់នឹងខ្ញុំចុះនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ខ្ញុំមិនខុសពីលោកទេព្រះអង្គបានសូនខ្ញុំពីដីឥដ្ឋដោយលោកដែរដូច្នេះសូមកុំញាប់ញ័រនៅចំពោះមុខខ្ញុំឡើយហើយក៏កុំនឹកស្មានថាខ្ញុំចង់យកអំណាចមកគៀបសង្កត់លោកឲ្យសោះខ្ញុំបានលើពាក្យដែលលោកថ្លែងប្រាប់ហើយខ្ញុំចងចាំឥតភ្លេចឡើយគឺលោកពោលថាខ្ញុំជាមនុស្សគ្មានទោសគ្មានបាបខ្ញុំជាមនុស្សស្អាតស្អំឥតមានកំហុសអ្វីទេតែព្រះជាម្ចាស់រករឿងទោសនឹងខ្ញុំព្រះអង្គចាប់ទុកខ្ញុំជាខ្មៅសត្រូវព្រះអង្គដាក់ខ្នោះជើងខ្ញុំព្រះអង្គឃ្លាំមើលគ្រប់សកម្មភាពរបស់ខ្ញុំលោកមានប្រសាសន៍ដូច្នេះមិនត្រូវទេចាំខ្ញុំពន្យល់លោកត្បិតព្រះជាម្ចាស់ធំជាមនុស្សលោកហេតុអ្វីបានជាលោកចោទប្រកាន់ព្រះអង្គថាព្រះអង្គមិនឆ្លើយតបនឹងពាក្យរបស់លោកដូច្នេះព្រះជាម្ចាស់មានព្រះបន្ទូលតាមរបៀបផ្សេងតែគ្មាននរណាចាប់អារម្មណ៍ទេព្រះអង្គមានព្រះបន្ទូលតាមរយៈការយល់សប្តិតាមរយៈសុបិននិមិត្តនារាត្រីកាលក្នុងពេលដែលមនុស្សកំពុងតែដេកលងលក់មិនដឹងខ្លួនព្រះអង្គក៏សម្ដែងឲ្យគេស្គាល់ព្រះហឫទ័យរបស់ព្រះអង្គព្រមទាំងបញ្ជាក់ព្រះបន្ទូលរបស់ព្រះអង្គឲ្យគេចូលយ៉ាងច្បាស់ផងធ្វើដូច្នេះព្រះអង្គនាំមនុស្សឲ្យងាកចេញពីអំពើអាក្រក់ហើយការពារមនុស្សកុំឲ្យមានអំនួតដើម្បីកុំឲ្យគេធ្លាក់ទៅក្នុងរណ្ដៅនិងការពារជីវិតគេឲ្យរួចពីមុខលំពែងព្រះជាម្ចាស់ក៏វាយប្រហារមនុស្សតាមរយៈការឈឺចាប់ដែរគឺនៅពេលដែលគេដេកឈឺចុកចាត់សពសារពាង្គកាយពេលនោះគេបរិភោគអាហារលែងកើតហើយក៏លែងនឹកឃ្លានម្ហូបចំណីទៀតដែររូបកាយរបស់គេកាន់តែស្គមទៅនៅសល់តែស្បែកនិងឆ្អឹងគេកាន់តែខិតចិត្តរណ្ដៅជីវិតរបស់គេក៏ខិតទៅចិត្តមច្ចរាជដែរក៏ប៉ុន្តែប្រសិនបើមានទេវតាមួយរូបក្នុងចំណោមទេវតា1000មកបកស្រាយនិងបង្ហាញឲ្យអ្នកនោះស្គាល់ផ្លូវត្រឹមត្រូវព្រះជាម្ចាស់មកជាលើកលែងទោសឲ្យគេត្បិតទេវតាអង្វរថាសូមដោះលែងអ្នកនេះទៅកុំឲ្យគេធ្លាក់ទៅក្នុងរណ្ដៅឡើយទូលបង្គំរកបានហេតុផលដើម្បីរំដោះគេហើយពេលនោះសាច់ឈាមរបស់គេនឹងប្រែជាស្រស់ស្អាតដូចគ្រានៅពីក្មេងហើយគេនឹងបានដូចគ្រានៅវ័យជំទង់ពេលគេទូលអង្វរព្រះជាម្ចាស់ព្រះអង្គស្ដាប់គេចូលទៅគាល់ព្រះអង្គដោយអំណរព្រះអង្គរាប់គេជាមនុស្សសុចរិតឡើងវិញពេលនោះគេនឹងច្រៀងនៅចំពោះមុខមនុស្សម្នាថាខ្ញុំបានប្រព្រឹត្តអំពើបាបខ្ញុំបានវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវតែព្រះជាម្ចាស់ពុំបានដាក់ទោសខ្ញុំស្របតាមអំពើដែលខ្ញុំប្រព្រឹត្តនោះឡើយព្រះអង្គបានរំដោះខ្ញុំមិនឲ្យធ្លាក់ទៅក្នុងរណ្ដៅខ្ញុំមានជីវិតហើយមើលឃើញពន្លឺព្រះជាម្ចាស់ធ្វើការទាំងនេះចំនួន2ឬ3ដងចំពោះមនុស្សដើម្បីនាំគេជៀសផុតពីរណ្ដៅ
ហើយឲ្យពន្លឺជីវិតចែងចាំងទៅលើគេលោកជប់អើយសូមត្រង់ស្ដាប់ពាក្យខ្ញុំសូមលោកនៅស្ងៀមទៅទុកឲ្យខ្ញុំនិយាយម្ដងប្រសិនបើលោកចង់ឆ្លើយសូមឆ្លើយមកចុះសូមមានប្រសាសន៍មកត្បិតខ្ញុំចង់រកយុត្តិធម៌ជូនលោកបើគ្មានទេសូមស្ដាប់ខ្ញុំសូមនៅស្ងៀមទៅខ្ញុំនឹងបង្រៀនលោកអំពីប្រាជ្ញា